សម្រាប់ការដាក់ highlight ពណ៌ទៅលើទីជនណាដែលពាក់ដែលដល់ថ្ងៃហ្នឹងឲ្យវាលោតពណ៌អញ្ចឹងណាចឹងតែនេះខ្ញុំដាក់លក្ខខណ្ឌហើយមុនដាក់លក្ខខណ្ឌយើងត្រូវមើលធ្វើតារាងសិនទីមួយវាមានការបរិច្ឆេទមានឈ្មោះមានម៉ោងនេះទៅអញ្ចឹង credit នេះគឺបញ្ជាក់ថាគឺយើងឲ្យគាត់ទៅពាក់ប្រហែល7ថ្ងៃអញ្ចឹងណាអញ្ចឹងដើម្បីរងថ្ងៃដែលត្រូវបង់គឺយកថ្ងៃដែលបានគាត់ថាទិញហ្នឹងបូកថែម credit នេះអូខេចឹងយើងអាចអូសមកក្រោមមកតទៅទៀតនេះដាក់លក្ខខណ្ឌពណ៌បានកន្លែងនេះគឺយើងចូល conditional marketing យើងដាក់ពីរលក្ខខណ្ឌលក្ខខណ្ឌទី1គឺខ្ញុំដាក់ថាឲ្យតែហួសថ្ងៃបាទគឺ less than នេះខ្ញុំដាក់កន្លែងនេះគឺដាក់ថា smart today បានថាឲ្យតែតិចជាង today ហ្នឹងគឺវាលោតពណ៌កន្លែងនេះខ្ញុំទៅជា custom ខ្ញុំដាក់ថាពណ៌ក្រហមហើយ font នេះគឺខ្ញុំដាក់ពណ៌សទៅអូខេអត់ច្បាស់ចឹងឥឡូវគេនេះគឺលោតក្រហមហើយខ្ញុំដាក់លក្ខខណ្ឌមួយទៀតគឺកំឡុងពេល3ថ្ងៃដែល3ថ្ងៃដែលត្រូវបង់ប្រាក់ហ្នឹងគឺឲ្យចេញពណ៌បៃតងទៅគឺ3ថ្ងៃកន្លែងនេះ between ខ្ញុំដាក់ថា smart today បាទ today មិនថាឲ្យថាចាប់ពីថ្ងៃដល់ហ្នឹងហើយនេះគឺរយៈពេលគឺស្មើនឹង today បូកឲ្យ3បាទបើថា3ថ្ងៃឬក៏4ថ្ងៃចន្លោះហ្នឹងឥឡូវដាក់ថាបូក2ទៅគឺដើម្បីស្មើថា3ថ្ងៃអូខេពណ៌នេះខ្ញុំដាក់ថា fill នេះដាក់ថាពណ៌ green ទៅអូខេអញ្ចឹងកន្លែងវានេះវាលោតបាន2ពណ៌គឺអ្នកដែលហួសថ្ងៃគឺដល់ថ្ងៃ17បន្ថែមថ្ងៃ18ចឹងថ្ងៃ17គឺហួសថ្ងៃទីពណ៌ក្រហមហើយអ្នកដែលធ្វើ3ថ្ងៃចាប់ពីថ្ងៃហ្នឹងទៅគឺចេញពណ៌បៃតងហើយយើងត្រូវសម្រុកគេលុយហើយសម្រាប់ថ្ងៃ21នេះគឺអត់តដល់ទាំងអស់អញ្ចឹងអត់អីទេយើងអាចពណ៌ខុសទៅលើ18 19នេះ3ថ្ងៃចឹងទៅឥឡូវខ្ញុំសាកកន្លែងនេះបើសិនជាខ្ញុំកែថា credit វាគឺអត់មានថានេះគឺមក0ថ្ងៃអញ្ចឹងតែនេះវាលោតពណ៌បៃតងដូចកន្លែងនេះដែរដើម្បីឲ្យយើងបញ្ជាក់ថាអ្នកដែលដល់ថ្ងៃណាពោលពេកខ្លះយើងកត់តាមមិនមែនកត់7ថ្ងៃអស់អ្នកខ្លះ30ថ្ងៃអ្នកខ្លះគឺជាពាក់តែមួយថ្ងៃអញ្ចឹងទៅបាទអរគុណច្រើន